ក្មេងស្រីស៊ីពងមាន់ព្រះសាស្តាការប្រថាប់គង់នៅក្នុងវត្តជាតពុនទ្រង់បរុក្មេងស្រីស៊ីពងមាន់ម្នាក់បានត្រាស់បឋមទេសនាថាបរៈទុក្ខោបធានេនៈព្រោះការធ្វើទុក្ខឲ្យអ្នកដទៃដូច្នេះជាដើមមានសេចក្តីដំណើរមកថាមានស្រុកមួយឈ្មោះបណ្ឌុរៈនៅមិនឆ្ងាយអំពីក្រុងសាវត្ថីក្នុងស្រុកនោះមានព្រានសន្ទូចម្នាក់ព្រានសន្ទូចនោះទៅកាន់ក្រុងសាវត្ថីឃើញពងអណ្ដើកក្បែរស្ទឹងអចរវតីហើយកាន់យកពងអណ្ដើកទាំងនោះទៅកាន់ក្រុងសាវត្ថីប្រើគេឲ្យចំអិនក្នុងផ្ទះមួយហើយបរិភោគបានឲ្យពងមួយដល់កុមារិកាដែលនៅផ្ទះនោះកុមារិកានោះស៊ីពងអណ្ដើកនោះហើយតាំងពីពេលនោះមកមិនព្រមបរិភោគរបស់ដទៃគ្រានោះមាតារបស់នាងយកពងមាន់មួយអំពីមេមាន់ហើយឲ្យនាងស៊ីពងមាន់នោះហើយជាប់ក្នុងរសចាប់តាំងពីពេលនោះមកក៏យកពងមាន់មកស៊ីដោយខ្លួនឯងក្នុងពេលពងមេមាន់ឃើញកុមារិកានោះកាន់យកពងរបស់ខ្លួនស៊ីទេពចងពីចងអាឃាតតាំងសេចក្តីប្រាថ្នាថាបើយើងស្លាប់ពីជាតិនេះហើយសូមឲ្យយើងកើតជាយក្ខិនីបានស៊ីកូនរបស់នាងដូច្នេះស្លាប់ហើយទៅកើតជាមេឆ្មាក្នុងផ្ទះនោះឯងអ្នកយមជួយចិត្តស៊ីពងគេរយ័ត្នមេចងពីអញ្ចឹងខ្ញុំប្រាថ្នាឲ្យកើតជាយក្ខិនីស៊ីកូននាងនោះម្ដងហើយដល់ពេលស្លាប់ទៅនោះវាមានតែកើតយក្ខិនីណាភ្លាមទៅកើតជាមេឆ្មាហើយនៅក្នុងផ្ទះហ្នឹងចំណែកនាងកុមារិកាដែលចូលចិត្តស៊ីពងមាន់ហ្នឹងស្លាប់ទៅកើតជាមេមាន់ក្នុងផ្ទះនោះដូចគ្នាមេមាន់ហ្នឹងពងហើយឆ្មាហ្នឹងវាទៅស៊ីពងទាំងអស់រហូតអស់3លើកវាចងពីមកនោះហើយមេមាន់ហ្នឹងតាំងសេចក្តីប្រាថ្នាថានាងឯងស៊ីពងរបស់យើងរហូតអស់3ដងហើយឥឡូវនេះថែមទាំងចង់ស៊ីយើងទៀតយើងស្លាប់ទៅសូមឲ្យបានស៊ីនាងព្រមទាំងកូនស្លាប់ពីមេមាន់បានកើតជាមេខ្លាដំបងចំណែកមេឆ្មាណាក្រោយមកស្លាប់ទៅកើតជាមេមរឹកហើយក្នុងការជាមេមរឹកកើតកូនមេខ្លាដំបងក៏មកស៊ីមេមរឹកនោះព្រមទាំងកូនទាំងឡាយសត្វទាំងពីរហ្នឹងស៊ីគ្នាទៅវិញទៅមកហ្នឹងញ៉ាំងទុកឲ្យកើតឡើងដល់គ្នានឹងគ្នាអស់500ជាតិដល់ក្នុងទីបំផុតនាងម្នាក់កើតជាយក្ខិនីនាងម្នាក់ទៀតកើតជាកុលធីតាក្នុងក្រុងសាវត្ថីនៅក្នុងអត្ថកថាលោកប្រាប់ថារឿងតអំពីនេះក៏បីជ្រាបតាមន័យដោយដែលបានពោលហើយក្នុងគាថានហិវេរណៈវេរនិជាដើមនោះឯងហើយក៏ព្រះអង្គត្រាស់សម្ដែងវធដល់ជនទាំងពីរនាក់នោះដោយព្រះគាថានេះថាបរៈទុក្ខោបធានេនៈយោអត្តនោសុខមិច្ចតេវេរៈសង្សកៈសង្សថោវេរិយសោអ្នកបរិមុច្ចតេជនប្រាថ្នាសេចក្តីសុខដើម្បីខ្លួនដោយបង្កទុក្ខឲ្យអ្នកដទៃជននោះឈ្មោះថាច្របូកច្បល់ហើយដោយការជាប់ជំពាក់គឺពីររមែងមិនរួចចាក់ពីទេអธิบายព្រះគាថាបណ្ដាបទទាំងនោះបទថាបរៈទុក្ខោបធានេនៈព្រោះការធ្វើទុក្ខឲ្យអ្នកដទៃស្ដីថាដោយបន្ថែមទុក្ខឲ្យអ្នកដទៃអธิบายថាព្រោះញ៉ាំងទុក្ខឲ្យកើតឡើងដល់អ្នកដទៃអ្នកដទៃនេះវាមានទុក្ខឯប៉ុន្តែខ្លួនឯងនេះវាថែមទុក្ខឲ្យគេទៀតដោយការបៀតបៀនហ្នឹងបទថាវេរៈសង្សកៈសង្សថោជាអ្នកច្របូកច្បល់គឺពីរស្ដីថាបុគ្គលនោះជាអ្នកច្របូកច្បល់ហើយដោយគ្រឿងច្របូកច្បល់គឺពីរដែលខ្លួនធ្វើឲ្យដល់គ្នានឹងគ្នាដោយការជេរនិងការជេរតបការប្រហារនិងការប្រហារតបជាដើមបទថាវេរិយសោអ្នកបរិមុច្ចតេបុគ្គលនោះរមែងមិនរួចចាក់ពីសេចក្តីថារមែងប្រសពនៅទុកតែម្យ៉ាងអស់កាលយូរដោយអំណាចនៃពៀនឹងដូចនាងស៊ីពងមាន់ហើយនឹងមេមាន់ហ្នឹងចងពៀគ្នាសម្រាប់គ្នាទៅវិញទៅមកចង់វរងដល់នៅស្ដីទុកតែម្យ៉ាងទៀតហើយអស់កាលទៅយូរសម្រាប់គ្នានឹងទៅវិញទៅមកនឹងអស់កាលទៅយូរនឹងមកពីចង់បានសុខហើយវាបង្កទុកឲ្យដល់អ្នកដទៃនោះវាចងពៀអញ្ចឹងវាជាប់ដោយពៀមិនរួចចាក់ពៀទេនឹងស្ដីអธิบายគាថាប៉ុណ្ណឹង
ក្នុងការចុះបឋមទេសនានាងយក្ខណីតាំងនៅក្នុងសារណៈសមាទានសិល5ផុតហើយចាក់ពីចំណែកកុលធីតាតាំងនៅក្នុងសាតាបតិផលបឋមទេសនាមានប្រយោជន៍ដល់បរិស័ទអ្នកប្រជុំគ្នាហើយចប់រឿងកុមារិកា